លោកអ្នកនឹងក្មួយមកមើលអក្សរកម្ពុជាសរសេរក៏គ្នាសូដូចគ្នាប៉ុន្តែនៃវាខុសគ្នាបាទ1166វាពុកស័កនេះសរសេរសង្ខេបសរសេរពេកគឺពុករេសស័កសព្វនាមពាក្យសម្រាប់និយាយជាចំនួនឈ្មោះមនុស្សដូចជាក្មេងៗបាទផងឬសត្វតិរច្ឆានឬវត្ថុផ្សេងៗហាមកូនក្មេងកុំអោយវាលេងទឹកកូនខ្ញុំវាឈឺកូនគូវាយំរោគមេវាការរងវាតូចច្រកអីវ៉ាន់មិនអស់1172វានេះមានរោចកិរិយាសព្ទលូនដោយប្របាកូនតូចទៅចេះវាបាទស្រោម៉ូចវារសាវលពោវាមនុស្សវាតាមចន្លងឬក៏វាផ្សេងទៀតមានច្រើនណាស់វាជើងនេះជាគុណនាមពាក្យប្រៀបគឺរឹសរសេមរសាមមិនបែកគុំនិយាយចំពោះតែខញ្ញជាតិនិងតនជាតិស្រូវវាជើងបានន័យថាអេតបែកគុំទេណាលោកវាមានរោហើយដាក់យុគិបន្ទុកខាងចុងនេះប្រសាទកបល័យវាថ្ងៃក្នុងសប្តាហ៍វេលាវេនឱកាសក្នុងវារៈនេះចា12វាចកិរិយាសព្ទគឺលើលែងតមឈប់ខានអត់មានធ្វើវាចាទុច្ចរិតឈប់កាន់អំពើទុច្ចរិតទេណាបាទ12វាជានិបស័ព្ទទីដែលស្រឡះឥតមានប្រៃលំហវាស្រែមិនជាអ្នកសញ្ញាបាទវាជានិបស័ព្ទសង្កតបល័យសក់សរសៃសក់កន្ទុយសត្វតុបាទប្រភេទខ្លះមិនជាអ្នកសញ្ញាបានន័យថាដូចជាកន្ទុយគោកន្ទុយតម្រៃអីគេដល់12វាជាកិរិយាសព្ទចិត្តចគាលជុំវិញដើម្បីយកសាច់ខាងក្រៅឬក៏ខាងក្នុងដោយក៏ដែលមូលណាដូចជាវាលសាច់ដូងអីជាដើមវាលសម្បកក្រូចអីជាដើមបាទ